ស្រឡាញ់ការឋានរបស់អ្នកត្រូវធានាបានថាគ្មានបញ្ហាជ្រាបទឹកគឺចាប់ផ្ដើមពីការការពារជំនឿទឹកសម្រាប់កម្រាលតោះខ្ញុំនឹងបង្ហាញអ្នកដើម្បីរីករាយជាមួយទឹកជាមួយដំណោះស្រាយស៊ីការការពារជំនឿទឹកត្រឹមតែ90វិនាទីឬតិចជាងនេះបើកបាយអការពារជំនឿទឹកចាក់ផ្នែក A បន្ទាប់មកបន្ថែមផ្នែក B ពិនិត្យមើលល្បាយឲ្យបានសព្វល្អលាបស្រទាប់ទី1បន្តលាបទៅលើផ្ទៃដែលនៅសល់រហូតពេញផ្ទៃបិទបន្ទះស្អិតបិទវាដោយប្រុងប្រយ័ត្នលាបស្រទាប់ទី2បន្ទាប់មកទុកវាឲ្យស្ងួតល្អឥឡូវនេះការការពារជំនឿទឹករបស់យើងបានរួចរាល់ហើយតើបន្ទាប់មកត្រូវធ្វើអ្វីទៀតគឺការងារការ៉ូចាប់ផ្ដើមជាមួយស៊ីម៉ងកាវរៀបចំលាយឲ្យសព្វល្អបន្ទាប់មកយកស៊ីម៉ងកាវដែលបានលាយរួចទៅបិទជាមួយការ៉ូរួចបន្តទៅការងារបៀករងការ៉ូរៀបចំផលិតផលបៀកវាបន្ទាប់មកសម្អាតវាការងារចុងក្រោយប្រើកៅស៊ីឡែនដើម្បីបាញ់បំពេញទៅតាមចន្លោះដំណរួចទុកវាឲ្យស្ងួតល្អនិងសម្អាតផ្ទៃឲ្យបានស្អាតនិងបញ្ចប់ការងារដោយរលូននិងជោគជ័យវាពិតជាងាយស្រួលមែនទេនេះជារបៀបរីករាយជាមួយទឹកនៅពេលដែលអ្នកអាចគ្រប់គ្រងមិនឲ្យមានបញ្ហាជ្រាបទឹកដោយគ្រាន់តែប្រើប្រាស់ជាមួយដំណោះស្រាយស៊ីកាការពារជំនឿទឹកសម្រាប់បន្ទប់ទឹកស៊ីកាកសាងទំនុកចិត្តជាង100ឆ្នាំនៅលើពិភពលោក